ឪឡឹកគឺជាផ្លែឈើមួយប្រភេទដែលមានដើមកំណើតមកពីអាហ្វ្រិកខាងត្បូងវាត្រូវបានគេដាំដុះនៅជ្រលងទន្លេនីលនៅក្នុងប្រទេសអេស៊ីបហើយបាននាំទៅដាំនៅប្រទេសចិនប្រហែលជា1000ឆ្នាំមុនបច្ចុប្បន្នឪឡឹកគឺមានការដាំដុះជុំវិញពិភពលោកតើលោកអ្នកដឹងទេថាផ្លែឪឡឹកមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពតម្លៃអាហារូបត្ថម្ភនៅក្នុងផ្លែឪឡឹកមានផ្លែមូលមានសម្បកបៃតងផ្ទៃខាងក្នុងមានសាច់ពណ៌ក្រហមឬពណ៌ផ្កាឈូកឬពណ៌លឿងមានគ្រាប់ល្អិតជាច្រើននៅក្នុងផ្លែឪឡឹកទុំមានផ្ទុកសារធាតុបេតាការ៉ូទីននិងលីកូពីនក្នុងបរិមាណខ្ពស់ផ្លែឪឡឹកមានផ្ទុកសារធាតុចិញ្ចឹមវីតាមីនសារធាតុរ៉ែនិងសមាសធាតុសរីរាង្គដូចជាវីតាមីន C កាល់ស្យូមម៉ាញ៉េស្យូមកាកសរសៃប្រូតេអ៊ីននិងប៉ូតាស្យូមវីតាមីន A វីតាមីន B6 ណៃអូស៊ីនសាយអូមីនការ៉ូទីណូអេតជាច្រើនប្រភេទអត្ថប្រយោជន៍ចំពោះសុខភាពព្យាបាលជំងឺតម្រងនោមផ្លែឪឡឹកផ្ទុកនៅជាតិប៉ូតាស្យូមជាច្រើនដែលមានប្រយោជន៍នៅក្នុងការសម្អាតជាតិពុលនៅក្នុងតម្រងនោមបន្ថយការប្រមូលផ្ដុំអាស៊ីតអ៊ុយរិកនៅក្នុងឈាមកាត់បន្ថយឱកាសនៃការខូចតម្រងនោមរីឯសារជាតិប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឪឡឹកអាចជួយកាត់បន្ថយភាពចាស់ជាងវ័យដូចជាស្នាមជ្រួញនិងស្នាមអុចខ្មៅនៅលើស្បែកទប់ស្កាត់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផ្លែឪឡឹកមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយនិងសម្ពាធឈាមបច្ចុប្បន្ននៅតំបន់ត្រូពិកតែងតែបរិភោគផ្លែឪឡឹករាល់ថ្ងៃនៅពេលរសៀលក្នុងរដូវក្តៅដើម្បីការពារខ្លួនអំពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបរិមាណទឹកខ្ពស់នៅក្នុងផ្លែឪឡឹកក៏ជួយសម្រួលដល់ការបញ្ចេញជាតិរាវច្រើនដោយការបែកញើសដែលធ្វើឲ្យរាងកាយរបស់លោកអ្នកត្រជាក់ក្នុងរដូវក្តៅគ្រប់គ្រងសម្ពាធឈាមបរិមាណប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលមាននៅក្នុងផ្លែឪឡឹកមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការកាត់បន្ថយសម្ពាធឈាមសារធាតុប៉ូតាស្យូមជួយបន្ធូរភាពតានតឹងលើសសរសៃឈាមនិងសរសៃឈាមអន្ទះសម្រួលលំហូរឈាមកាត់បន្ថយភាពតានតឹងលើប្រព័ន្ធសរសៃឈាមបេះដូងសារធាតុការ៉ូទីណុយនៅក្នុងផ្លែឪឡឹកក៏ជួយកាត់បន្ថយឱកាសនៃការកកឈាមជំងឺដាច់សរសៃឈាមខួរក្បាលការគាំងបេះដូងនិងជំងឺសរសៃឈាមទប់ស្កាត់ជំងឺមហារីកផ្លែឪឡឹកត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីនេះដោយសារកម្រិតលីកូពីនដែលជាសារធាតុម្យ៉ាងជួយការពារជំងឺមហារីកលីកូពីនត្រូវបានរកឃើញថាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតមហារីកសូដន់មហារីកពោះវៀនធំមហារីកសួតនិងមហារីកស្បូនប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មនៃវីតាមីន C នៅក្នុងផ្លែឪឡឹកក៏ជួយប្រឆាំងនឹងជំងឺមហារីកផងដែរសុខភាពបេះដូងសារធាតុលីកូពីនដែលជាការ៉ូទីណុយត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកធ្វើឲ្យប្រសើរឡើងនៅមុខងារបេះដូងបេតាការ៉ូទីនដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យនិងប្រឆាំងនឹងភាពចាស់ជរាអាចជួយរក្សាភាពក្មេងជាងវ័យនិងការពារបញ្ហាបេះដូងសារជាតិក្នុងផ្លែឪឡឹករួមមានជាមួយនឹងវីតាមីន C ការ៉ូទីណុយនិងប៉ូតាស្យូមជួយកាត់បន្ថយកូលេស្តេរ៉ុលនិងរក្សាបេះដូងរបស់លោកអ្នកឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់ជាច្រើនទប់ស្កាត់ការខូចប្រព័ន្ធប្រសាទកែវភ្នែកចូលកុំបារម្ភអំពីសុខភាពភ្នែកនិងការថយចុះនៃប្រព័ន្ធប្រសាទកែវភ្នែកប្រសិនបើលោកអ្នកញ៉ាំឪឡឹកឲ្យបានច្រើនបេតាការ៉ូទីនវីតាមីន C លូតេអ៊ីននិងសៀសាស៊ីនដែលជួយការពារភ្នែកបានយ៉ាងល្អសារជាតិទាំងនេះធានាការពារភ្នែកពីភាពងងឹតភ្នែកឬជំងឺខ្វាក់មាន់និងភាពចុះខ្សោយដែលទាក់ទងនឹងអាយុហើយការពារភ្នែករបស់លោកអ្នកពីជំងឺដូចជាកែវភ្នែកស្ងួតអុបទិកសរសៃប្រសាទក៏ដូចជាជំងឺដក់ទឹកក្នុងភ្នែកព្យាបាលជំងឺខ្សោយផ្លូវភេទសារជាតិអាគីនីនដែលមានវត្តមាននៅក្នុងផ្លែឪឡឹកមានអត្ថប្រយោជន៍ក្នុងការព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទជួយបង្កើនចំណង់ផ្លូវភេទកាត់បន្ថយភាពប្រងើយកន្តើយមិននឹកនារឿងផ្លូវភេទ
និងផ្ដល់ឲ្យជីវិតស្នេហារបស់លោកអ្នកបានចាប់ផ្ដើមស្រស់ថ្លាឡើងវិញអត្ថប្រយោជន៍ផ្សេងៗទៀតគ្រាប់ឪឡឹកសម្បូរទៅដោយសារជាតិខ្លាញ់មានប្រយោជន៍និងប្រូតេអ៊ីនគ្រាប់ឪឡឹកផ្ទុកទៅដោយសារធាតុភីតូណូទ្រៀនដែលមានប្រសិទ្ធភាពល្អទៅលើសុខភាពនិងមុខងារប្រក្រតីនៃសរីរាង្គផ្នែកខាងក្នុងភ្នែកនិងប្រព័ន្ធសំយោគនិងព្យាបាលជំងឺខ្សោយផ្លូវភេទផងដែរ ឪឡឹកមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងសម្បូរវីតាមីននិងសារធាតុរ៉ែច្រើនទៀតផងដែលជាគុណប្រយោជន៍សម្រាប់សុខភាពវីដេអូនេះនាំមកជូនដោយផលិតផលប្រេងស្រូវសូមជួយចុច share វីដេអូនេះផងសូមអរគុណ